បទពិសោធន៍ជា40ឆ្នាំក្នុងការអប់រំជំរាបសួរ ជំរាបសួរបងប្អូនទាំងអស់គ្នា Welcome again សូមស្វាគមន៍មកទីនេះជាម្ដងទៀត You know what went wrong, how we need to cover it, and then the third question. ហើយខ្ញុំចង់បងប្អូនដឹងថាតើត្រូវធ្វើដូចម្តេចដើម្បីកែកូនៗនឹងឲ្យគាត់បានស្ដាប់តាម của con lớn ha bây giờ lớn nhưng cái này có phiên trả tại vì rất là phiên rồi nó mang vào chiến mà muốn một trò hay sao là tất qua tuần này chấm tay thì mày lớn thì mấy cái con ở lên tủ sách smartphone này được vợ em xịn xe nhé chắc chụp mua chụp bao là cũng vợ con tuần này và mày không mấy hiện tại nhưng mua thưa mất của vợ không chẳng mất ông qua ở bây giờ ra là vậy rồi lại của ông chào chứ chào Alright, I'll try to answer in a practical way of how children so busy from Monday to Friday, study, homework, night, Saturday, Sunday, and then play with handphone. ខ្ញុំនឹងអធិប្បាយថាតើក្មេងតែគាត់រៀនច្រើនមែនទែនពីព្រឹកដល់ល្ងាចហើយពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រគាត់សល់តែពេលថ្ងៃសៅរ៍ថ្ងៃអាទិត្យទេអញ្ចឹងយើងគួរតែឲ្យគាត់លេងទូរស័ព្ទទៅគឺគាត់ត្រូវធ្វើហ្នឹង Actually, your parents and friends thinking that it's the best time to start the children the boundaries of time management. ជាការបន្តបងប្អូនគឺជាមានកូនចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទីក្នុងចន្លោះពីទី1ដល់ទី6ហ្នឹងដូច្នេះបងប្អូនអាចរៀបចំឲ្យពួកគាត់ I will say that the rule of thumb is this. ត្រូវមានវិន័យក្នុងការគ្រប់គ្រងពេលវេលា Responsibility fulfilled, you earn the time to relax and play. ដូច្នេះហើយយើងអាចឲ្យគាត់ sell ពេលវេលាក្នុងការគាត់ធ្វើការងារសាលាហ្នឹងហើយគាត់សល់ពេលគាត់លេងបាន អនុវត្តទៅតាមក្រសួងអប់រំចាអញ្ចឹងខ្មែរជាទី1នេះឡាយើងជាទី1គឺកូនសិស្សត្រូវតែប្រឡងជាប់ភាសាខ្មែរបន្ទាប់ពីជាប់ភាសាខ្មែរហើយគាត់តម្រូវឲ្យជាប់ភាសាចិនដែរបានគាត់អាចឡើងថ្នាក់បានបើគាត់ធ្លាក់ពីមុខហ្នឹងធ្លាក់តែមួយមុខគឺគាត់អាចឡើងថ្នាក់បានទេដូច្នេះហើយកូនសិស្សដែលគាត់មានមុខទីនេះគឺគាត់មានឱកាសនៅក្នុងការរៀនបែបអន្តរជាតិហើយថ្នាក់ទី9 10 11 12ซึ่งគឺគាត់មានប្រឡងថ្នាក់ជាតិដូចគេសាលាខាងក្រៅដែរ So that there are more options, the national university and the international university. ដូច្នេះហើយគឺសាលានៅខាងក្រៅហើយជាមួយនឹងសាលានៅក្នុងស្រុកគឺគេទទួលយកកម្រិតភាសាអង់គ្លេសនៅសាលារបស់យើង We have students transfer to local international school, to America, to Australia, to work. From this school, you look at the English transcript, no problem, come. ពីព្រោះពេលដែលមានសាលាយើងទៅអាចអភិបាលទៅមហាវិទ្យាល័យបែបអន្តរជាតិហើយជាមួយនឹងរៀនពេលខ្លះគាត់អាចចេញទៅអាមេរិកគាត់អាចចេញទៅអូស្ត្រាលីគឺគេទទួលស្តង់ដាររបស់យើងគឺអន្តរជាតិ Start